កុំឲ្យអនាគតរបស់យើងខ្ទេចដោយសារការសម្រេចចិត្តណាមួយខុសហើយខ្ញុំសូមទទូចឲ្យលោកឪពុកខ្ញុំជឿជាក់ថាមិនមែនឪពុកម្ដាយមិនដឹងថាកូននៅទីណាទេហើយក៏សូមស្នើឲ្យថាឲ្យស្នងការខេត្តបាត់ដំបងរៀង active បន្តិចរឿងហ្នឹងមិនមែនមនុស្សស្លាប់ម្នាក់ពីរនាក់ទេឲ្យចេញបកស្រាយផងកែស្នងការក៏ដូចគ្នាអ្នកនាំពាក្យដោះស្រាយដល់ណាហើយដើម្បីប្រជាពលរដ្ឋក៏ឲ្យគាត់រៀងស្ងប់អារម្មណ៍បន្តិចព្រឹកមិញសម្ដេចមហាវរទៅប្តីក៏បានដាក់ចូលក្នុង Facebook របស់លោកដែរបាទឥឡូវព្រឹកមិញក៏បានតាក់ទងទាំងអត្តសញ្ញាណជាមួយអាដាមតុកណេតនិងអគ្គនាយកដ្ឋានតវ៉េះបាទឥឡូវដាក់ blacklist មិនឲ្យហោះចេញឬមួយមិនឲ្យចេញពីប្រទេសកម្ពុជាហើយពីមកទេគឺសូមស្នើឲ្យមានការបិទ account ធនាគារនិងដាក់ទណ្ឌកម្មនានាទៀតถ้าទទួលខុសត្រូវយើងធ្វើខុសហើយអារត់កិច្ចហ្នឹងឥឡូវកិច្ចតាណាទៀតឥឡូវម្ដងមកនេះកិច្ចបានមួយរយៈចុងក្រោយគង់ជាប់ដែរចុះបើយើងមកហើយដោះស្រាយហើយទៅហើយក៏សូមឲ្យទទូចបាទឪពុកម្ដាយខ្ញុំដឹងថាតង់យើងតង់គេក្នុងនាមឪពុកម្ដាយណាគេមិនស្រឡាញ់កូនខ្ញុំក៏ដូចគ្នាអាដាមលោកជំទាវនៅទីនេះមានកូនមានចៅស្រឡាញ់ដូចគ្នាចុះ6នាក់នោះគេអត់ស្រឡាញ់កូនចៅរបស់គេក្រុមគ្រួសារគេទេឥឡូវយើងវាទៅអញ្ចឹងហើយទៅចូលរួមដោះស្រាយពិតអ្នកគាត់អ្នកបញ្ជាចកោតមិនបញ្ជារឿងមួយប៉ុន្តែមកដោះស្រាយចាំបាច់រត់បើយើងខុសយើងចាំបាច់រត់ទេអញ្ចឹងខ្ញុំបាន alert ទៅដល់លោកឪពុករបស់គាត់ហើយចូលរួមដោះស្រាយបើអត់ដោះទេអាហ្នឹងខ្ញុំសូមអភ័យទោសហើយ